và sống cột mình số này bằng vốn ngày này bạn mong ở chiên còn bạnធ្វើទ្វារលបងតិចហើយនឹងឲ្យកាត់ដើមដូងមានពីរដើមនៅមុខផ្ទះហ្នឹងអញ្ចឹងក្នុងផ្ទះហ្នឹងមានដើមដូងពីរដើមអញ្ចឹងយើងកំពុងរៀបចំធ្វើផ្ទះសាងសង់ផ្ទះបាទខ្ញុំចង់ឲ្យមានដើមដូងនៅមុខផ្ទះដោយសារតែផ្លែដូងខ្លាយផ្លែដូងឬក៏គោមដូងក្តាប់ដូងមួយធ្លាក់ឬក៏មានបញ្ហាអីទៅថ្ងៃមុខអញ្ចឹងណាបងប្អូនគោមដូងធម្មតាយើងមានឡានមានអីចឹងទៅចូលដាក់នៅមុខផ្ទះហ្នឹងវាមានបញ្ហាខ្លាច់ធ្លាក់ឬមួយមានខ្យល់មានអីទៅវាអាចបាក់អញ្ចឹងឲ្យគាត់កាប់ចេញចំនួនពីរដើមហើយនេះគោមដូងក្រោយពីគាត់បានកាប់ហើយក៏ឲ្យគាត់កាប់គោមដូងមកញ៉ាំដែលបានញ៉ាំទីដូងគោមដែរចង់យកស្ងោរឆាយបានតែសម្រាប់គោមដូងនេះបងប្អូនគេអាចយកទៅធ្វើជាម្ហូបបានដូចជាស្ងោរឆាបានអស់ឬក៏ធ្វើអីផ្សេងៗបានបងប្អូនតែសម្រាប់ខ្ញុំមិនដែលទេឬខាងបងកាប់ហ្នឹងគាត់បានប្រាប់យ៉ាងបាទហើយភូមិនេះស្កាយចូលស្កាយដែរហ្នឹងយ៉ាអូមកក្រុមយ៉ាទៅទៀតច្រកឲ្យបោកស្កាយនេះគាត់កំពុងតែកាប់លុំដាំដូងបាទកាប់មកកណាត់ចុងហើយឥឡូវកាប់គល់ម្ដងតាមរាប់ឆ្នាំទៅហើយបាទកាប់លុំអញ្ចឹងដើមដូងមានពីរដើមកាប់ចោលទាំងពីរស្ដាយដែរបងប្អូនប៉ុន្តែមិនធ្វើយ៉ាងម៉េចដោយសារតែវានៅមុខផ្ទះអញ្ចឹងបងប្អូនកាលណាយើងចូលមកតាមនោះថាឡានថាសម្ភារៈអីទេដាក់ក្រោមដូងវាអាចដូងស្អុយឬក៏សัตว์កាត់អីមកវាធ្លាក់ចំឡានចំអីឬក៏ម៉ូតូអីវាមិនសូវអីមកខ្លាចជាប់មកទៀតបងប្អូនហើយឥឡូវគាត់បានឡើងកាត់ដូងទី2ហ្នឹងហើយជិបដល់កាត់ចោលទាំងអស់បាទបើមិនកាត់ទេមិនកើតទេវាធ្វើឲ្យដើមមានគ្រោះថ្នាក់ដល់ក្រុមគ្រួសារដល់នោះនៅចុះឡើងផ្ទះហ្នឹងទៅថ្ងៃមុខទៀតចាំត្រូវតែកាត់វាចង់កាត់ដើមទៀតហើយបងកាត់ដូងក៏ជំនាញទៀតអត់មានប្រើរណាយទេគាត់ប្រើតែពុតថៅមួយដល់កាត់បាទហើយឥឡូវគាត់ក៏បានទម្លាក់ផ្លែដូងមកហើយមកធ្លាយហ្មងបងប្អូនណាដូងផ្លែប្រហែលជាពី3ធ្លាយដែរផ្លែច្រើនណាបាទក្រោយកាប់មកវិញក៏ទាញស្លឹកទាញអីផ្លែអីក៏យកទឹកដុំមករាយពីផ្លូវហ្នឹងបាទនេះគាត់កាប់ចង់អស់ដែរហើយសូមទៅសើបងគាត់ប៉ុណ្ណឹងបាទខ្ញុំមិនឡើងកើតទេនេះក៏ឡើងឲ្យកាត់ទៀតកាត់ទឹមកហ្នឹងបងប្អូនហើយសកម្មភាពគាត់មើលជំនាញគាត់ទេបាទជំនាញហ្នឹងហើយបងប្អូនឥឡូវគាត់កាប់ចង់អស់ហើយសល់តែប្រហែលធៀងទៀតទេឥឡូវហ្នឹងគាត់ក៏កាប់អស់ដែរហើយនៅសល់តែពីដើមគល់ធៀងគាត់កាប់តែមួយថ្ងៃហើយហ្នឹងគាត់បានចុះមកដើម្បីកាប់ចឹងកវាបងក៏ធ្វើរួចរាល់ត្រឹមកបាទព្រមចាំតែដឹកសម្ភារៈកាប់កយើងស្ដាច់លាក់ហើយបាទសាងសង់ចាប់ផ្ដើមក្នុងខែនេះដែរបាទធ្វើផ្ទះកាប់គោលបដួលតែម្ដងបាទធ្វើផ្ទះខ្ញុំគឺធ្វើផ្ទះរបស់ម៉ែបាទករណីមានផ្ទះមានដើម្បីកាប់ម្ដងមកកង់ដើម្បីទម្លាក់កុំឲ្យវាប៉ះពាល់ដល់ផ្ទះសម្បែងដែរហ្នឹងហើយបងប្អូនហើយមើលឡើងសលឹមខ្ពស់ឥឡូវគាត់កាប់ដល់ឡើងស្រាវមើលទៅបាទកាប់ហើយគាត់ឲ្យចងខ្សែដើម្បីទាញហើយចិត្តដាច់ដែរបងប្អូនខ្លាចមកប្រាវទាំងអស់ស្រាវឥឡូវគាត់ចាប់ផ្ដើមចុះហើយបាទឥឡូវនេះគាត់ប្រកាសឲ្យអស់ដែរឡើងទាំងអស់ហើយតែសល់រួចនៅចាប់ដើមទាញបំបាក់យកឡើង3នាក់នេះទៀតបងប្អូនមើលនេះទាញកាប់ខ្លាចទៅមកដែរហ្នឹងអញ្ចឹងកាប់មុំមកគាត់ចុះមកដើម្បីទាញរបស់បាទបាទពុត
con nè nó bây giờ tiền hai tiết vì ត nó ងនេះ chọn ទៀតមក nâng số bộ với nâng sạch bộ nâng tính này ឌឹម khuyên có tiền du đấy đâu xa vì tổ này du đấy nhục cắt đấy mà vẫn có tiền du có chỗ có lớn một đại nhưng mà លើនេះគេហៅថាការស្លាប់អត់សុ sẹn ទ្ធ su lấy លើខ្ញុំបានមកគូនេះចឹងអានេះគេហៅ ក្រោយពីគាត់នេះហើយគាត់ក៏បានកាត់គោនឹងឲ្យពួកមកវិញហើយគោនេះ ពីព្រឹកកាត់បាននេះមួយឥឡូវបាននេះមួយ គឺ ទៀត ថាការស្លាបត់សុទ្ធបាទមិនដែលបានហូបដែរហ្នឹងគាត់កាប់មកគាត់ប្រាប់ទៅថានេះងាយហូបđấy thì lúc đây bộ nọc xa toàn là cặp đâu mặt màn hôm này chứនេះគឺជាសំណាងដែរតែបានហូបបានកាប់គងនឹងដែរដឹងថាបងប្អូនមួយចំនួនបានស្គាល់ឬក៏បានហូបដែរនៅបាទហូបនោះផ្សេងហើយអានេះវាជាផ្លិតដែលយើងបកមកវាតែមានរាងស្អាតណាបងប្អូន ការថាបោះសុទ្ធ ហ្នឹងហើយបងប្អូននេះគឺជាបងប្រុសរបស់ខ្ញុំបាទហើយនឹងមួយទៀតបងស្រីរបស់ខ្ញុំនេះគាត់ជួយប្រមូលសាច់ដូងបានហូបសំរេចគេបានហូបវិញណាឥឡូវសាកគេដែរមកនេះសាកមករាយពេញក្នុងហ្នឹងហ្នឹងហើយបងប្អូនកាស្លាបអត់មានប៉ុណ្្នឹងទេយើជាចុងសូមគ្រប់ជូនពរបងប្អូនបាទជាចុងក្រោយសូមគ្រប់ជូនពរដល់ពុកម៉ែបងប្អូនមានក្តីសុខក្តីចម្រើនទាំងអស់គ្នានិងសុខភាពល្អហើយកុំភ្លេចជួយ like ជួយ share ឲ្យបានម្នាក់មួយផងបាទសូមអរគុណ